Hi guys, ngày nay nhom nằm một lụa một hộp ra mốt để nhom ở club nhom bị muốn mốt nó vào stream. Nênទាំងអស់គ្នាហើយអានេះជានំទី3ដែលខ្ញុំទិញញ៉ាំថ្ងៃហ្នឹងជាប្រភេទនំកាក់ឈីហ៎នំហ្នឹងខ្ញុំឃើញនៅខាងកូរ៉េមករយៈមុនល្បីខ្លាំងមែនតើហើយខ្ញុំក៏ធ្លាប់ចង់សាកដែរដល់ពេលឥឡូវបានសាកដូចចិត្តមែនកន្លែងនេះល្អសើខ្លាំងមែនតើអ្នកទាំងអស់គ្នាខ្ញុំថាខំទាញឈីឲ្យអ្នកទាំងអស់គ្នាមើលដល់ពេលខំហើយវាអត់ចេញឈីខំលើកទី2ហើយនៅអត់ចេញទៀតអ្នកទាំងអស់គ្នាហើយដល់ពេលអញ្ចឹងទៅខ្ញុំឲ្យអ្នកទាំងអស់គ្នាមើលហ្មងទៅនេះអ្នកទាំងអស់គ្នាមានឃើញអត់ឈីច្រើនខ្លាំងមែនតើហើយឈីហ្នឹងមានរសជាតិរៀងប្រៃឡមមកអ្នកទាំងអស់គ្នាដល់ពេលអញ្ចឹងទៅសាច់នំទន់ៗឈ្ងុយជាមួយនឹងក្លិនពងទាផងទៅស៊ីគ្នាខ្លាំងមែនតើហើយរបស់ដែលខ្ញុំត្រូវញ៉ាំបន្ទាប់ហ្នឹងមានឈ្មោះថាថាងហូលូអ្នកទាំងអស់គ្នាអាហ្នឹងមកវឹកមុនខ្ញុំអូស TikTok អត់ផុតទេខ្ញុំឃើញមករហូតមិនថានៅកូរ៉េមិនថាជនបរទេសហើយនាំគ្នាសាក់ធ្វើញ៉ាំទាំងអស់គ្នាហើយត្រង់កន្លែងនេះអ្នកទាំងអស់គ្នាមានឃើញខ្ញុំបជាតិខ្លួនក្មេងចូលទិញហ្មងណាដោយសារតែពេលហ្នឹងមានក្មេងរោមចូលទិញច្រើនខ្លាំងមែនតើអ្នកទាំងអស់គ្នាសម្រាប់រសជាតិវិញផ្អែមខ្លាំងមែនតើសម្រាប់ខ្ញុំដោយសារតែ strawberry ហ្នឹងផ្អែមហើយក៏ជ្រលក់មកទឹកស្ករទៅវាកាន់តែផ្អែមខ្លាំងណាអ្នកទាំងអស់គ្នាបើកន្លែងនេះវិញណាកាមេរ៉ាមែនខ្ញុំគាត់ធ្វើស៊ីខ្ញុំខ្លាំងមែនតើគាត់ស៊ូមខ្ញុំឡើងចង់ឃើញរោមច្រមុះហ្មងណាមើលសម្រាប់រសជាតិត្បាំងបាយជូរនេះអត់អីអ្នកទាំងអស់គ្នាឆ្ងាញ់សម្រាប់ខ្ញុំដោយសារតែត្បាំងបាយជូរអត់សូវផ្អែមហើយជ្រលក់ថែមជាមួយនឹងទឹកស្ករទៅក៏វាអត់ផ្អែមណាស់ដូច strawberry មិនដែរចឹងទៅឆ្ងាញ់សម្រាប់ខ្ញុំតោះឥឡូវដល់របស់ទី5របស់ចុងក្រោយហើយក៏ជារបស់ដែល on trend ដែរអ្នកទាំងអស់គ្នាគឺ tiramisu នេះដែរខ្ញុំរើសយក classic tiramisu រសជាតិដើមហ្មងហើយក្នុងនោះមានស្លឹកមាសទៀតណាអ្នកទាំងអស់គ្នាកន្លែងនេះថតឃើញប្រៀបហាវមកដល់ពេលឃើញស្អាតពេកកាមេរ៉ាមែនខ្ញុំក៏គាត់បាយកាមេរ៉ាទៅថតទៅហើយសម្រាប់ tiramisu នេះវិញខ្ញុំបាច់បកយាយច្រើនទេអ្នកទាំងអស់គ្នាមើលតែទឹកមុខខ្ញុំទៅដឹងហើយគឺឆ្ងាញ់ខ្លាំងអ្នកទាំងអស់គ្នាសម្រាប់នំមកប្រអប់ហ្នឹងវាអត់ផ្អែមខ្លាំងពេកទេហើយសាច់នំក៏រៀងទន់ដែរតោះតែម្យ៉ាងរៀងគ្រីមច្រើនតិចតែឆ្ងាញ់នៅតែឆ្ងាញ់អ្នកទាំងអស់គ្នាឆ្ងាញ់ខ្លាំងហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរអ្នកទាំងអស់គ្នាបាយបាយជួបគ្នានៅវីដេអូក្រោយអរគុណ